ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងយកប្រាក់ចំណេញនៃការលក់ត្រីជូររបស់ខ្ញុំក្នុង1គីឡូខ្ញុំនឹងចូលមូលនិធិជួយដល់បងប្អូនជនភៀសសិក 5000 រៀលបងប្អូនទាំងអស់គ្នាបងប្អូនដឹងហើយថាមួយរយៈនេះប្រទេសយើងកំពុងតែជួបបញ្ហាសង្គ្រាមជាមួយនឹងប្រទេសថៃគឺប្រទេសថៃបានចូលមកឈ្លានពានលើទឹកដីកម្ពុជារបស់យើងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំពិតជាមិនអាចមើលនឹងភ្នែកបានទេបងប្អូនទាំងអស់គ្នានិយាយទៅគឺយើងជួយតាមលទ្ធភាពសម្រាប់ត្រីជូរនេះបើសិនជាខ្ញុំលក់ជាទូទៅគឺខ្ញុំលក់បានមួយថ្ងៃក៏5គីឡូទៅ10គីឡូដែរហើយថ្ងៃខ្លះក៏បានក្រោមនឹងដែរអញ្ចឹងក្នុង1គីឡូខ្ញុំនឹងដាក់មូលនិធិទៅខាងបងប្អូនជនភៀសសិកចំនួន 5000 រៀលហើយនេះគឺ1គីឡូបងប្អូនទាំងគ្នាហើយអធិស្ឋានដល់បងប្អូនអ្នកនៅប៉ោយប៉ែតផងនេះគាត់កំងនៅប៉ោយប៉ែតគឺអត់បានផ្ញើទៅឲ្យគាត់ទេដោយសារតែរយៈបុណ្យធម្មខាងប៉ោយប៉ែតគឺគេបិទទទួលហើយអញ្ចឹងគាត់បានផ្ញើឲ្យគាត់ដែរបងប្អូននេះដាក់ថងបែបហ្នឹងហើយភាគច្រើនគឺខ្ញុំដាក់ថងចែកបងប្អូនឲ្យបងប្អូនណាគឺខ្ញុំដាក់ផ្អប់វាងាយនឹងបែកអញ្ចឹងបងប្អូនចង់កំងអីតាក់តាមលេខ Telegram ខ្ញុំមកបងប្អូននេះសាច់ត្រីជូរតំណងឆ្ងាញ់អញ្ចឹងបងប្អូនចង់កំងអាចដាក់អាចតាក់តាមលេខ Telegram ខ្ញុំមកហើយសម្រាប់1គីឡូបងប្អូនទិញ1គីឡូគឺនឹងខ្ញុំនឹងបរិច្ចាគទៅខាងមូលនិធិជូនបងប្អូនជនភៀសសិកយើងចំនួន 5000 រៀលអញ្ចឹងបើខ្ញុំលក់បានមួយថ្ងៃ10គីឡូអីគឺខ្ញុំបាន 50000 នៅក្នុងមួយថ្ងៃហើយខ្ញុំនឹងអាប់ដេតព័ត៌មាននេះនៅក្នុង page របស់ខ្ញុំសម្រាប់បងប្អូននៅក្នុង TikTok អាចចូលទៅ follow page របស់ខ្ញុំម្នាក់មួយផងនេះ page របស់ខ្ញុំណាអញ្ចឹងបើសិនជាមួយថ្ងៃគឺខ្ញុំបរិច្ចាគមួយថ្ងៃមកមួយថ្ងៃ1គីឡូខ្ញុំបរិច្ចាគ 5000 មួយថ្ងៃ2គីឡូខ្ញុំបរិច្ចាគ 10000 អញ្ចឹងខ្ញុំផ្ដល់ជូនទៅមូលនិធិរាល់ថ្ងៃតែម្ដងបងប្អូនគ្នាបើខ្ញុំលក់បាន1គីឡូខ្ញុំដាក់មូលនិធិទៅ 5000 បើខ្ញុំលក់បាន2គីឡូខ្ញុំដាក់មូលនិធិទៅ10000 អញ្ចឹងខ្ញុំដាក់តាមដែរអ្វីដែលបងប្អូនបានកំងណាអញ្ចឹងបងប្អូនបានញ៉ាំហើយបងប្អូនបានជួយដល់បងប្អូនជនភេសសិកទៀតហើយបញ្ជាក់បងប្អូនហេតុតម្លៃគឺខ្ញុំលក់អត់មានឡើងថ្លៃទេណាបងប្អូនអ្នកធ្លាប់ទិញដឹងហើយថា1គីឡូនឹងម៉ានហើយសេវាប្រមាណហើយតិចច្រឡំបងប្អូនថាតិចខ្ញុំលក់ទៅឡើងថ្លៃឡើងអីគឺអត់មានឡើងថ្លៃអញ្ចឹងបងប្អូនចង់កំងបងប្អូនអាចតាក់ទងតាមលេខ Telegram ខ្ញុំមកនេះលេខ Telegram របស់ខ្ញុំតាសួស្ដីបងប្អូនទាំងគ្នាមកហ្នឹងដែរគឺយើងមកកាត់ត្រីជូរញ៉ាំទៅដែរបងប្អូនទាំងគ្នាបងប្អូនមើលត្រីជូរយើងនេះទំនោរណាបងប្អូនឃើញខៀវនេះខ្ទឹមបងប្អូនទាំងគ្នាពេលយើងដាក់ទៅវាកាច់នេះគឺវាពណ៌ហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់កំងត្រីជូរប្រចាំខេត្តស្ទឹងត្រែងមកបាយតាក់ទងតាមលេខ Telegram ខ្ញុំណាឆ្ងាញ់មែនតើបងប្អូននេះហើយយើងបានជាមួយនឹងលកទួតចឹងមកឆ្ងាញ់បងប្អូនទាំងគ្នានេះយើងយកទៅពីយប់ឲ្យជូរហើយយើងលេងមួយស្បែកឈូកចឹងទៅចាំមកចាក់មកឲ្យមកបាយក៏បានហើយមួយចាក់ក៏បានជាតិបងប្អូនគ្នាចុងសប្តាហ៍បងប្អូនចង់កំងអាចតាក់ទងតាមលេខ Telegram ខ្ញុំមកឆ្ងាញ់